នេះទៅដល់អាយុ7ឆ្នាំ6ឆ្នាំទៅ7ឆ្នាំគេបានគេចុះជីបើយើងបើថា5ឆ្នាំទៅ4ឆ្នាំវានៅតូចជីទៅវាតូចពេកវាសបកស្ដើងវាធ្វើឲ្យយើងជីវាប៉ះដល់ឆ្អឹងវាសបកស្ដើងវាយើងឲ្យប៉ះដល់ឆ្អឹងហ្នឹងវាសុខភាពកស៊ូក៏វានៅដូចជាកូនក្មេងអញ្ចឹងវានៅខ្ចីទឹកជ័រក៏វាអត់ច្រើនដែរបាទយើងជីនៅពេលយប់នៅម៉ោង1ឬក៏ម៉ោង2ព្រោះខែហ្នឹងខែរដូវវស្សាយើងត្រូវការជីយប់បើវាមេឃភ្លៀងមកយើងជីអត់កើតទេវាសើមុខបាទសើមុខជីអត់កើតបើខែប្រាំងយើងអាចជីពីល្ងាចបានបាទយើងជីយើងមើលដើមវាដែរយើងចាក់មើលដើមវាយើងចាក់បើថាដល់ដូចខ្ញុំជីរាល់ថ្ងៃហ្នឹងបើដល់ខ្ញុំដឹងថាដល់ឆ្អឹងហ្មងដល់ប៉ះទៅដឹងថាឆ្អឹងហើយបើដល់អាហ្នឹងទៅវាអាចជាតបៅដើមកស៊ូបើចំពោះខ្ញុំវិញខ្ញុំបើកមួយខាងខ្ញុំបើកជីបាន4ឆ្នាំបាទ4ឆ្នាំបានខ្ញុំមកជីបានមកខាងនេះវិញទៀតខ្ញុំដូរមកខាងនេះបាទព្រោះអីខ្ញុំទម្លាប់ជីអញ្ចឹងហើយបើដូចគេខ្លះគេជីយកទឹកជ័រគេខាងនេះវាអត់សូវចេញគេមកជីខាងនេះវិញបើខ្ញុំតាមធម្មតាព្រោះកស៊ូខ្ញុំចេញតាមធម្មតាមិនមែនអត់ចេញទេដល់អញ្ចឹងខ្ញុំជីមកខាង4ឆ្នាំទៅហ្មងទៅគាត់ខាងនេះសម្រាប់ឲ្យវាបើថាយើងតបាយវិញតិចតួចឲ្យវាដុះសាច់មួយចិត្តវិញហើយអានោះគេនិយាយចំទៅគេដាក់ក្បាំងនោះដើម្បីការពារឯងមុខបាទមុខនោះវាភ្លៀងមកទៅវាហូរតាមមកក្បាំងនឹងមកឲ្យមុខនឹងវាឆាប់ស្ងួតឲ្យឆាប់បានជីទេបាទបើចំពោះខ្ញុំវិញកស៊ូខ្ញុំវិញខ្ញុំអត់មានធ្វើអញ្ចឹងទេមូលហេតុហ្នឹងវានិយាយចំទៅវាបិទអានឹងទៅវាមានដែកវាកឹបផងបាទដែកកឹបផងវាមានគេបិទនឹងគេយកជួមម្នាក់ជួយមកបិទដល់វាក្តៅមកវាទៅមិនក៏វាក្តៅមកសាច់នឹងទៅនឹងអស់ដែរបាទប៉ះពាល់ដល់សបកកស៊ូធ្វើឲ្យទៅនឹងយើងជីវាអត់បានជួទេដោយវាក្តៅបាទកន្លែងនឹងវាខូចអាហ្នឹងបើនិយាយចំទៅបើថាមេឃភ្លៀងខ្ញុំអត់ជីហ្មងដើមសើមខ្ញុំអត់ជីដែរបើគេអ្នកដាក់ក្បាំងនោះគេថាឲ្យតែស្ងួតមុខអាហ្នឹងគេអាចជីបានភ្លៀងមិនក៏ដោយឲ្យតែស្ងួតមុខហ្នឹងគេអាចជីបានហើយបើចំពោះកៅស៊ូខ្ញុំវិញហ្នឹងអាហ្នឹងតែមេឃភ្លៀងសើមដើមជីអត់បានទេយើងអត់ជីទេហ្មង